จ้าជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកទៀតឲ្យបងប្អូនមកហូបផ្លែទៀតបងប្អូននេះបងប្អូនឃើញអត់កំពុងតែគោកំពុងតែលីងហ្នឹងបងប្អូនថ្ងៃនេះថ្ងៃសៅរ៍ល្ងាចឡើងអត់បានទៅលក់ទេចង់ញ៉ាំបុកខ្ទួយបងប្អូនអើយក៏រៀបចំលីងអាត្រប់បុកខ្ទួយយើងហ្នឹងហើយបុកខ្ទួយយើងអត់មានអីទេគ្រឿងផ្សំវាបងប្អូនមានត្រប់ពុតបញងម្ទេសខ្ទឹមសខ្ទឹមក្រហមត្រីឆ្អើរអំពិលទុំហើយគ្រឿងក្រូយើងគឺធម្មតាបងប្អូនកុំភ្លេចប្រហុកទៀតប្រហុកទៅគឺមិនអាចចោលបានបងប្អូននេះខ្ញុំចាប់ផ្ដើមលីងទ្របនឹងឲ្យវារងរៀងក្រៀមរៀងស្រពោនឲ្យរៀងខ្មៅទីបងប្អូនទ្របពុកបញងហើយនឹងខ្ទឹមសខ្ទឹមក្រហមម្ទេសនឹងអូមើលម្ទេសក្រហមងើបងប្អូនអើយដាក់រៀងជ្រុលដៃបន្តិចទេម្ទេសហ្នឹងមិនដឹងថាកូនញ៉ាំបានអត់ទេបន្ទាប់ពីយើងលីងវាហើយយើងដួសទុកមួយឡែកសិនបងប្អូននេះទ្របដែលយើងក៏លីងរួចហើយហ្នឹងយើងក៏ដួសដាក់ចានមួយឡែកសិនទៅបន្ទាប់មកយើងចាប់ផ្ដើមធ្វើអីបងប្អូនត្រីឆ្អើរហ្នឹងយើងក៏លីងត្រីឆ្អើរទៀតដែរលីងឲ្យវាស្រួយបងប្អូនយើងស្នុកបុកដើម្បីឲ្យវាម៉ត់ឆ្អើរបើលីងអត់ស្រួយទេបងប្អូនបុកទៅស្ពោតបន្ទាប់ពីលីងត្រីឆ្អើរទុកម្ដុំសិនយើងមកងាកទៅច្រាំប្រហុកឲ្យហើយប្រហុកយើងលួចប្រហុក3 4ចង្វាបងប្អូនហើយគេច្រាំវាទៅច្រាំប្រហុករួចហើយយើងត្រីយើងក៏វាអាចស្រួយល្មមយើងក៏ដួសត្រីហ្នឹងចេញម្ដុំដែរដាក់ក្នុងចានមួយដុំសិនណាបងប្អូនហ្នឹងវាស្រួយបាត់គ្នាបន្ទាប់មកយើងយកប្រហុកហ្នឹងខ្ជិលដុតខ្ជិលអីខ្ទះយើងទំនីស្រាប់ហ្នឹងដាក់ចូលក្នុងខ្ទះហ្នឹងដាក់ឲ្យវាក្រៀមឲ្យវារៀងឈ្ងុយបងប្អូនបើពេលវារៀងក្រៀមវាឈ្ងុយហ្នឹងពេលបុកទៅវារៀងចូលជាតិគ្នាដែរបងប្អូនអើយយ៉ាប់ដល់ហើយធ្វើបដើលេងឆ្លោះបដើហ្នឹងណាឥឡូវយើងចាប់បដើមកទៀតហើយបងប្អូនបុកត្រីឆ្អើរសិនយើងធ្វើការបុកត្រីឆ្អើរមុនដំបូងគេគឺបុកត្រីឆ្អើរឲ្យម៉ត់សិនបងប្អូនបុកឲ្យម៉ត់ឆ្អឹងបើម៉ត់ឆ្អឹងទៅហូបទៅប៉ះឆ្អឹងត្រីឆ្អើរបន្ទាប់ពីបុកត្រីឆ្អើរបងប្អូនយើងដួសទុកម្ដុំទៀតយ៉ាដួសទុកវាហើយយើងចាប់ដើមបុកត្រប់យើងម្ដងយោយមកចានគោមធំបងប្អូននេះមកតបាល់ធំណាមិនត្បាល់ទុយបងប្អូនមកត្បាល់ធំហ្មងហើយយើងបុកឲ្យបុកទៀតបុកតតែម៉ត់បងប្អូនបានយកជាការបានបើមិនម៉ត់គឺមិនឆ្ងាញ់ទេអាត្រប់ហ្នឹងយើងចាប់ផ្ដើមបុកជ្រុំហើយនេះបន្ទាប់ពីបុកជ្រុំបត់ហើយយើងចាប់ផ្ដើមដាក់អាត្រីឆ្អើរអំបាញ់មិញដាក់ត្រីឆ្អើរចូលបងប្អូនបន្ទាប់ពីដាក់ត្រីឆ្អើរចូលហើយបងប្អូនបុកជ្រុំច្របល់ចូលគ្នាឲ្យវាម៉ត់អញ្ចឹងទៅណារួចហើយយើងថែមគ្រឿងក្រូវយើងមានថែមអីបងប្អូនមីចេងស្ករធម្មតាហ្នឹងឯងហើយយើងញ៉ាំវាទៅហើយនេះវាថែមអំបិលបន្តិចទៀតឡើយយើងបុកយើងជ្រុំវាឲ្យវាសប់ចូលជាតិវាឲ្យថាល្មមមកថាយើងរសជាតិដែលយើងអាចទទួលយកបានណាបងប្អូនតាមចំណង់ចំណូលចូលចិត្តបងប្អូនរសជាតិប៉ុន្មានបងប្អូនដាក់ប៉ុណ្្នឹងទៅណាហើយយើងធ្វើការគោច្បល់បុកវិតអញ្ចឹងទៅហើយនេះអំពិលទុំយើងដាក់ប្លុកចូលគ្នាតែម្ដងបងប្អូនយើងមិនបាច់ធ្វើអីបុកអំពិលទុំចូលត្បាល់ជាមួយគ្នាតែម្ដងយើងបុកគោឲ្យវាម៉ត់ទេបងប្អូនយ៉ា